សួស្តីបងប្អូនតោះឥឡូវយើងទៅទស្សនាបាទបងប្អូនយើងកំពុងតែជិះទូកលេងកំសាន្តនៅក្រុងបាត់ដំបងណាបាទល្ងាចឡើងឃើញអ្នកខ្លះក៏នាំសង្សារមកជិះទូកលេងអ្នកខ្លះក៏នាំគ្រួសារកូនចៅអញ្ចឹងណាបាទមកជិះទូកលេងនៅមាត់ស្ទឹងសង្កែណាបាទពេលល្ងាចខ្ញុំថតនេះគឺម៉ោងប្រហែលជា5ជាង6ហ្នឹងបងប្អូនយើងគាត់មកកំសាន្តលេងសប្បាយនៅមាត់ស្ទឹងសង្កែបងប្អូនយើងណាបាទនេះបងប្អូនយើងមកច្រើនមែនទែនណាបាទអ្នកខ្លះក៏ហាត់ប្រាណអញ្ចឹងទៅណាបាទអ្នកខ្លះក៏នាំកូនចៅបាទនាំគ្រួសារមកញ៉ាំអីតាមមាត់ស្ទឹងស្រូបយកខ្យល់អាកាសបរិសុទ្ធបាទមាត់ស្ទឹងសង្កែណាបាទហើយនោះខាងស្ដាំក៏មានជីខាងឆ្វេងក៏មានជីណាបាទខ្ញុំដើរថតបាទនៅក្រុងបាត់ដំបងឲ្យបងប្អូនយើងបាទទស្សនាកំសាន្តអារម្មណ៍បាទពេលសម្រាប់ពីការងារអញ្ចឹងណាបាទហ្នឹងហើយហើយទីទៀតខ្ញុំថតបាទរមណីយដ្ឋានបាទផ្សេងច្រើនឥឡូវយើងថតក្រុងបាត់ដំបងសិនបាទជូនអង្គពុំមីងបាទមើលវីដេអូម្ដងមួយអង្គពុំមីងសម័យអ៊ំពូក៏គាត់ហាត់ប្រាណដែរបាទគាត់ហាត់ប្រាណដែរបាទពេលល្ងាចបាទទេសភាពគឺស្អាតមែនតើបាទក្រុងបាត់ដំបងនៅដងស្ទឹងសង្កែណាបាទអូនដើររើគ្រុំនៅក្នុងមាត់បឹងបាទមាត់ដងស្ទឹងសង្កែបានព្រោះណាបងប្អូនយើងបាទអូខេទេឥឡូវឲ្យទស្សនាទឹកមានអារម្មណ៍ថាឃើញទឹកនេះមានអារម្មណ៍ចង់មួយហ្មងណាបាទស៊ូមនេះបាទគូស្នេហ៍គេជិះទូកលេងនៅមាត់បាទស្ទឹងសង្កែបាទគេខ្ពស់ដែរបាទអូខេនេះឥឡូវខ្ញុំស៊ូមឲ្យបងប្អូនមើលបាទទស្សនាគេមកគូណាបាទខ្លះស្រីៗដែរខ្លះប្រុសមួយស្រីមួយអញ្ចឹងទៅណាបាទគេកំពុងអុំទូកមានអារម្មណ៍ថាយើងស្ត្រេសពីការងារអញ្ចឹងណាដល់ពេលយើងនាំគ្នាមកអុំទូកនៅមាត់ស្ទឹងសង្កែមានអារម្មណ៍ថាមានអារម្មណ៍ថារីករាយសប្បាយចិត្តអារម្មណ៍ស្រស់ថ្លាអញ្ចឹងណាបាទអ្នកដែលគិតអីមិនចេញណាបាទមកមាត់ស្ទឹងសង្កែក្រុងបាត់ដំបងមកគឺសប្បាយបាទបងប្អូនយើងគាត់មកហាត់ប្រាណផងមកដើរលេងផងអញ្ចឹងសប្បាយខ្ញុំសូមនេះបាទស្អីស្អាតដែរមើលទៅមើលឃើញបាទស្មាប្រុសតើបាទអ៊ំក៏ពិតនារីទេបាទអូខេវីដេអូមានតែប៉ុណ្្នឹងបាទជូនពរឲ្យអ៊ំពូមីងយើងគេផ្សេងមកជួយវីដេអូខ្ញុំឲ្យមានបាទសុខភាពល្អសំណាងល្អរកស៊ីទទួលទានមានបានសូមអរគុណ